នៅពេលដែលពងដល់ថ្ងៃញាស់បែកសម្បកចេញចំពោះមាន់នៅថ្ងៃទី18 19យើងមានបច្ចេកទេសមួយដែលជួយឲ្យពងញាស់បានល្អលឿនមិនចំណាយពេលយូរសម្បកទន់ស្រួយក៏មានកម្លាំងធាក់ចេញពីសម្បកមិនមានករណីកោងប់នៅក្នុងពងអញ្ចឹងរាល់ពងដែលវាបែកសម្បកចេញចំពោះមាន់បែបនេះជួបអាយុ18 19ថ្ងៃបងប្អូនទៅលើកពងទាំងអស់ដាក់លើស្នាញស្បៃពណ៌សហើយកំប៉ុងបាញ់ទឹករបស់យើងនេះដាក់ទឹកចូលក្នុងកំប៉ុងបាញ់ទឹកមកបាញ់សាច់នៅលើពងទាំងអស់ហ្នឹងបាទបាញ់សាច់នៅលើពងណាដែលយើងលើកមកដាក់នៅលើសំណាញ់ស្បៃពណ៌សវាទៀនញាស់ដើម្បីឲ្យសម្បកហ្នឹងវាទទួលបានជាតិទឹកបាទអញ្ចឹងជាប់ទឹកវាដក់នៅលើសម្បកធ្វើឲ្យសម្បករបស់យើងទន់ស្រួយក៏មានកម្លាំងធាក់ចេញពីសម្បកមកដោយល្អមែនតើណាបាទអញ្ចឹងបងប្អូនបាញ់សាច់ទឹកចឹងទៅហើយបើយើងមានពេលយើងបាញ់មួយថ្ងៃ3ដងក៏បាន4ដងក៏បាន2ដងក៏បានអត់ចំណុចចំនួនដងទេយើងបាញ់ប្រហែលដងក៏បានដែរទឹកថ្ងៃល្ងាចយប់ចឹងទៅយើងមានពេលយើងបាញ់ទៅបាទដើម្បីជួយឲ្យពងហ្នឹងញាស់បានល្អមែនតើបាទវាអត់មានករណីកោងងាប់នៅក្នុងពងណាហើយបងប្អូនទាំងគ្នាឃើញអាពងនេះវាបែកសម្បកនៅជំហានខាងហើយពងដែលស្តង់ដាដែលជាធម្មតាទៅតាមស្តង់ដាហ្មងគឺវាបែកសម្បកនៅជំហានខាងលើនេះកន្លែងទានេះប៉ុន្តែពងខ្លះមានករណីខ្លះវានៅជំហានខាងដែរអានឹងតែងតែជួបឯងបាទក្នុងមួយសម្បុកវាតែងតែមាន2 3ហើយវាអត់ដូចគ្នាទាំងអស់ទេការញាស់អញ្ចឹងយើងអាសាបាញ់សាច់ទឹកអញ្ចឹងទៅហើយថែមទឹក1 2 3បាទអញ្ចឹងដល់ថ្ងៃញាស់គឺថែមទឹកឲ្យបាន3ដើម្បីឲ្យសំណើមទឹកវាឡើងខ្ពស់បន្តិចហើយសំណើមទឹកឡើងខ្ពស់ហ្នឹងគឺយើងយកលេខសំណើមទឹកវាចន្លោះពី7ទៅដល់8ណាអញ្ចឹងបច្ចេកទេសរបស់យើងនេះគឺជួយឲ្យពងទាំងអស់ហ្នឹងបាទរាល់ពងដែលវាបែកសម្បកដឹងថាញាស់បានចេញជាកូនទាំងអស់តែម្ដងបាទអរគុណច្រើនបងប្អូនទាំងនេះជួបគ្នានៅវីដេអូបន្តទៀតដែលយើងចែករំលែកពីបច្ចេកទេសនៃការភ្ញាក់ពងមាន់បាទ